ខ្ញុំជឿថាពីក្មេងអ្នកណាក៏ធ្លាប់លេងល្បែងខ្មោចម្យ៉ាងនេះដែរដែលហៅថាខ្មោចស្លៃគឺជាល្បែងម្យ៉ាងដែលយើងចាត់ជាក្រុមអ្នកទាំងគ្នាហើយគឺឲ្យមនុស្សម្នាក់ហ្នឹងគឺធ្វើជាខ្មោចស្លៃដើម្បីយើងយកជាមួយនឹងម្រាមដៃច្អល់ធ្វើការត្រគាត់បើសិនជាមានខ្មោចពិតមែនម្នាក់ដែលដើរតួធ្វើជាខ្មោចស្លៃហ្នឹងនឹងស្រាលដោយសម្លៃអញ្ចឹងឯហ្នឹងគឺខ្ញុំមានហេតុការចម្លែកមួយដែលកើតឡើងទៅលើបងម្នាក់ដែលគាត់លេងខ្មោចស្លៃហ្នឹងគឺតាំងពីគាត់រៀនទី8ទី9នៅខេត្តដោយសារតែឥឡូវនេះគឺគាត់នៅតែដកជាប់អារម្មណ៍អញ្ចឹងគាត់បានចែកម្លែកមកខ្ញុំពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងហើយរឿងមួយនេះគឺគាត់មិនមែនថាគាត់លើពួកម៉ាក់គាត់ទៅស្រាលដោយសម្លៃអីគឺអត់ពិតទេប៉ុន្តែបែរទៅជាការដែលគាត់លេងល្បែងហ្នឹងធ្វើឲ្យពួកម៉ាក់ក្នុងក្រុមរបស់គាត់ហ្នឹងគឺមានម្នាក់គឺធ្លាក់ខ្លួនឈឺហើយអ្នកដែលលេងទាំងអស់ហ្នឹងគឺយល់សັບចម្លែកខ្លាំងមែនតើអញ្ចឹងបងដែលគាត់បានចែកម្លែកមកខ្ញុំហ្នឹងគឺគាត់មានឈ្មោះថាបងភាសប្តាហ៍ថ្ងៃគាត់គឺជាបុគ្គលិកក្រុមហ៊ុនមួយដែលខ្ញុំសូមអត់បញ្ចេញឈ្មោះទេហើយគាត់ថ្ងៃហ្នឹងគឺមានអាយុ35ឆ្នាំអីអញ្ចឹងចំពោះរឿងរ៉ាវមួយនេះគឺកាត់ឡើងយូរខ្លាំងមែនតើតាំងពីគាត់រៀនថ្នាក់ទី8ទី9មកម្លេះបងភាគឺគាត់បានបន្តនិយាយប្រាប់ខ្ញុំថានៅពេលដែលគាត់លេងជាមួយនឹងខ្មោចស្លៃហ្នឹងគឺគាត់មានគ្នាចំនួន8នាក់គាត់គឺជាមនុស្សម្នាក់ក្នុងចំណោម8ហ្នឹងហើយស្រីគឺមាន5នាក់ប្រុសគឺមានតែ3នាក់ទាំងគាត់តែប៉ុណ្ណោះអញ្ចឹងការលេងហ្នឹងគឺគាត់លេងនៅម៉ោង4ល្ងាចអ្នកទាំងគ្នាដោយសារតែម៉ោងចុងក្រោយហ្នឹងគឺម៉ោងលីបអញ្ចឹងជាទូទៅខ្ញុំអ្នកទាំងគ្នាមិនថាខ្ញុំមិនថាគេទេឲ្យតាគ្រូអត់នៅឬក៏គ្រូលីបអត់បរៀនអីអញ្ចឹងដឹងតំណមគ្នាលេងលំបែងប្រជាប្រិយឬក៏លេងក៏ខ្មោចកំប៉ុងលេងខ្មោចស្លៃអីចឹងទៅអញ្ចឹងគាត់គឺបានលេងជាមួយនឹងខ្មោចស្លៃអ្នកទាំងគ្នា8នាក់ហ្នឹងណាអញ្ចឹងនៅម៉ោង4គឺគាត់បានចាប់ឲ្យពូម៉ាក់គាត់ស្រីម្នាក់ដែលមានឈ្មោះថាសៃនីអញ្ចឹងសៃនីហ្នឹងគាត់គឺជាអ្នកដែលចាំធ្វើជាខ្មោចស្លៃឲ្យគេនៅជុំវិញគាត់អញ្ចឹងណាអញ្ចឹងការលេងហ្នឹងអ្នកទាំងគ្នាគឺការលេងទៅដោយរលូនមែនតើគឺអត់មានបញ្ហាអីទាំងអស់ហើយការលើកហ្នឹងក៏អត់ជោគជ័យដែរដោយសារតែពេលហ្នឹងគឺពុកម៉ាក់គាត់ម្នាក់ហ្នឹងគឺព្យាយាមដូចថាបើសិនជាខ្មោចនឹងមានប៉ិតមែនធ្វើឲ្យយើងនឹងលើកទៅវាថាស្ទះដោយសម្លៃហើយយកច្អល់ដៃលើកអីអញ្ចឹងណាប៉ុន្តែវាអត់ work ទេគឺវាអត់ដំណើរការល្អទេប៉ុន្តែនៅពេលដែលការលេងខ្មោចស្លៃនឹងអត់ដំណើរការស្រាប់តែពួកម៉ាក់ម្នាក់ក្នុងក្រុមដែលមានឈ្មោះថាវីជាមនុស្សប្រុសហ្នឹងគឺបាននិយាយថាអូយគ្មានខ្មោចគ្មានអីផងខ្មោចអស់ហ្នឹងវាទៅងាប់អស់ហើយរបៀបថាក្មេងណាតែគ្នានិយាយលេងអញ្ចឹងថាអូយខ្មោចអស់ហ្នឹងទៅងាប់អស់ហើយបានវាអត់មកធ្វើឲ្យការលេងខ្មោចស្លៃហ្នឹងវាស្រាលអញ្ចឹងទៅអញ្ចឹងស្រាប់តែតែគ្នាពេលហ្នឹងស្រាប់តែដាច់ភ្លើងក្នុងថ្នាក់ហ្នឹងហ្មងអញ្ចឹងម្នាក់គឺមានជាការស្លន់ភ្នែកឡើងសស្គូសម្នាក់អ្នកតែគ្នាដោយសារតែភ័យពងនិយាយអញ្ចឹងស្រាប់តែដាច់ភ្លើងពឹបហ្មងអ្នកតែគ្នាហើយនៅសម័យមើលមក4ល្ងាចមេឃរៀងថ្ងៃរៀងសតុំដែរគ្រាន់តែដាច់ភ្លើងគឺវាល្ងឹតហ្មងក្នុងថ្នាក់ហ្នឹងគ្រាន់តែដាច់ភ្លើងភ្លាមមកបងភាដែលគាត់បានចាញ់ម្លេចមកខ្ញុំហ្នឹងគាត់បាននិយាយថាគាត់បានប្រមូលពូម៉ាក់គាត់ហ្នឹងថាអូតោះយើងនឹងនេះទៅផ្ទះហ្មងទៅមិនបាច់លេងអីទៀតទេដោយសារតែខ្ជិលនៅដល់ម៉ោង5នៅដល់ម៉ោង5ក៏មានអីលេងទៀតដែរដោយសារតែអាវីហ្នឹងវានិយាយអីអត់ប្រយោជន៍អញ្ចឹងទៅក៏ពួកគាត់ទៅផ្ទះរៀងខ្លួនទៅក៏ប៉ុន្តែយប់នឹងអ្នកទាំងគ្នាគឺអ្នកដែលគាត់បានធ្វើជាខ្មោចស្លៃចាំហ្នឹងអ្នកទាំងគ្នាយល់ថាដូចបងស្រីដែលគាត់ធ្វើជាខ្មោចស្លៃនៅកណ្ដាលហ្នឹងគឺយប់ហ្នឹងគឺគាត់ចាប់ផ្ដើមថាមានអារម្មណ៍ថាអត់ស្រួលហ្មងគឺគាត់ចាប់ផ្ដើមក្តៅខ្លួនហើយលឺសំឡេងគេសេកដាក់កញ្ចក់គាត់ថាជួយផងរបៀបថាគួរឲ្យខ្លាចខ្លាំងមែនតែនហ្មងមួយទៀតដែរការដែលបងស្រីដែលគាត់ធ្វើជាអ្នកដើរតួជាខ្មោចស្លៃហ្នឹងគាត់បានយល់សັບចឹងហើយក៏ដូចជាអ្នកដែលនៅក្នុងក្រុមហ្នឹងក៏បានយល់សັບដូចគ្នាដូចថាយល់សັບសពិចសពិលខុសគ្នាអ្នកទាំងគ្នាយល់សັບអត់ដូចគ្នាខុសគ្នាម្នាក់អ្នកខ្លះយល់សັບថាខ្លួនឯងហ្នឹងកំពុងតែលេងហ្គេមហ្នឹងម្ដងទៀតនិយាយចាំទៅរឿងរ៉ាវមួយនេះគឺវាគួរឲ្យខ្លាចនឹងច្បុកច្បល់ខ្លាំងមែនតើចង់រហូតដល់2-3ថ្ងៃក្រោយមកអ្នកដែលគាត់ចាំទីធ្វើជាខ្មោចស្លៃហ្នឹងគឺគាត់អត់បានមករៀនទេអ្នកទាំងគ្នាគឺគាត់ធ្លាក់ខ្លួនឈឺចង់ដោយសារតែមិត្តរួមថ្នាក់អត់ឃើញពូម៉ាក់មករៀនច្រើនពេកគាត់ប្រហែលអ្នកហ្នឹងក៏សម្រេចចិត្តជីទៅផ្ទះបងស្រីដែលគាត់ធ្វើជាខ្មោចស្លៃហ្នឹងអ្នកទាំងគ្នាទៅមើលចឹងណាថាអូមកយាយកាត់អីប្រហែលជាក្តៅខ្លួនឬក៏គ្រុនឈាមអីចឹងណាចង់ដល់ពេលដែលទៅដល់នោះសិតតែគាត់ឃើញពូម៉ាក់គាត់ហើយអ្នកទាំងគ្នាគឺប្រក្តីទេគឺពូម៉ាក់គាត់ហ្នឹងរបៀបថាដូចមនុស្សម៉ាក់សមាតោដូចមនុស្សខ្មៅចោអញ្ចឹងដូចអត់ស្គាល់ពួកម៉ាក់ហើយនិយាយអីអត់ដឹងអីហើយអ្វីដែលសំខាន់ហ្នឹងគឺមុខឡើងស្វាយខ្លាំងមែនតែនបងភាក៏បានបន្តប្រាប់ខ្ញុំថាចាប់តាំងពីពេលដែលពួកម៉ាក់គាត់ធ្លាក់ខ្លួនឈឺមកម្នាក់គឺអត់មានប្រាប់ម្ដាយឪពុកទាំងអស់គ្នាថាខ្លួនទាំងអស់គ្នាហ្នឹងគឺលេងជាមួយនឹងខ្មោចស្លៃខ្មោចអីអញ្ចឹងដោយសារតែគិតថាបើសិនជាប្រាប់ទៅម៉ាក់
ប៉ាអាចនឹងវាយចឹងដោយសារតែយើងនៅក្មេងយើងលេងធ្វើមិនឲ្យតែសុបាយចឹងយើងអត់នឹកស្មានថារឿងហ្នឹងវាធំដល់ថ្នាក់ពូម៉ាក់គាត់ធ្លាក់ខ្លួនឈឺអីចឹងទៅអញ្ចឹងដោយសារតែការធ្លាក់ខ្លួនឈឺរបស់ពូម៉ាក់គាត់ហ្នឹងគឺវាយូរពេកអ្នកនរគ្នាពួកគាត់ក៏បានសារភាពទាំងអស់គ្នាថាការដែលបងស្រីដែលគាត់ឈឺហ្នឹងគឺដោយសារតែយើងនាំគ្នាលេងខ្មោចស្លុយហើយគាត់ដើរតួធ្វើជាខ្មោចអីចឹងទៅហើយក៏មានពួកម៉ាក់ម្នាក់ក្នុងក្រុមហ្នឹងនិយាយផ្ដេសផ្ដានចឹងថាខ្មោចប្រកាច់យកអីចឹងទៅអញ្ចឹងចាស់ៗទាំងអស់គ្នាក៏កាត់សេចក្តីថាប្រហែលជាការលេងហ្នឹងការលេងជាមួយនឹងខ្មោចស្លុយហ្នឹងវាអត់ទទួលបានផលមែនប៉ុន្តែมันប្រកាសថាវាអត់មានខ្មោចទេអញ្ចឹងអាចអាចារ្យគេអាចនឹងប្រកែប្រកាន់អញ្ចឹងទៅអញ្ចឹងក៏បានប្រម៉ែប្រមូលគ្នាទាំងអស់គ្នាទាំងអ្នកដែលឈឺមិនឈឺហ្នឹងទៅជាមួយនឹងជួបគ្រូអ្នកទាំងគ្នាដើម្បីឲ្យគ្រូជួយមើលថាមានបញ្ហាអីចឹងទៅប៉ុន្តែការដែលយើងទៅជួបគ្រូហ្នឹងអ្នកទាំងគ្នាដឹងអីថាគ្រូខ្លះគាត់អត់មានចំណេះដឹងខាងហ្នឹងទេអញ្ចឹងគឺអត់ទទួលបានផលទេអញ្ចឹងទាំងអស់គ្នាហ្នឹងក៏សម្រេចចិត្តថាទៅវត្តដើម្បីសំពះព្រះអុជធូបធ្វើបុណ្យអញ្ចឹងណាដូចថាបើសិនជាវិញ្ញាណទាំងអស់ដែលខ្ញុំបានលេងជាមួយនឹងខ្មោចស្លុយនឹងប្រកាន់ហើយប្រកាន់នឹងពាក្យដែលពូម៉ាក់ខ្ញុំនិយាយនឹងសូមឲ្យទៅកាន់សុគតិភពខ្ញុំធ្វើបុណ្យឲ្យអញ្ចឹងទៅហើយក៏អ្នកដែលគាត់ក្នុងក្រុមឈឺនឹងក៏គាត់ចាប់ផ្ដើមលេងឈឺអញ្ចឹងម្នាក់គឺចាប់ផ្ដើមព្រឺសបល់ហើយក៏លេងហ៊ានលេងពាក់ព័ន្ធជាមួយនឹងប្រឡងខ្មោចនឹងទៀតដែរ